ខ្លួនសម្រាប់បវេសនការការសិក្សាថ្មីរបស់ VB និងហ៊ូបន្ទាប់ពីដំណើរកម្សាន្តដ៏រីករាយ VB និងហ៊ូក៏ជិតដល់ថ្ងៃត្រូវចូលរៀនវិញហើយត្រូវការសម្ភារៈសិក្សាមួយចំនួនសម្រាប់បវេសនការថ្មីរបស់ពួកគេសប្តាហ៍ក្រោយកូនត្រូវចូលរៀនវិញហើយថ្ងៃនេះម៉ាក់នឹងនាំកូនទៅទិញសម្ភារៈសិក្សាមួយចំនួនឲ្យកូនទាំងពីរបាទម៉ាក់ពេលចូលរៀនវិញខ្ញុំនឹងអួតប្រាប់មិត្តភ័ក្តិរបស់ខ្ញុំថាទៅលេងប្រទេសសិង្ហបុរីសប្បាយខ្លាំងណាស់តោះកូនរៀបចំខ្លួនយើងទៅទិញសម្ភារៈសិក្សាជាមួយគ្នាបាទប៉ាកូនដើរមើលរបស់ដែលកូនត្រូវការសម្រាប់ថ្នាក់រៀនរបស់កូនហើយមើលថារបស់ណាខ្លះដែលជាតម្រូវការសម្រាប់បវេសនការថ្មីនេះបាទម៉ាក់ប៉ាម៉ាក់ខ្ញុំចង់ទិញកាតាបថ្មីមួយទៀតសម្រាប់បវេសនការថ្មីកូនចង់ទិញប្រអប់ដាក់ខ្មៅដៃមួយដែរម៉ាក់កូនមុននឹងកូនសម្រាប់ចិត្តទិញរបស់អ្វីមួយម៉ាក់ចង់ឲ្យកូនទាំងពីរគិតមុនបន្តិចសិនថារបស់នោះជារបស់ដែលកូនគ្រាន់តែចង់បានវាឬក៏ជាតម្រូវការដែលកូនចាំបាច់ត្រូវប្រើវាកាតាបរបស់ VB នៅថ្មីនិងស្អាតហើយអាចនៅប្រើបានតើនោះជាតម្រូវការឬមួយក៏ជាការចង់បានកាតាបថ្មីបាទម៉ាក់កាតាបរបស់ខ្ញុំមិនទាន់ខូចទេហើយថែមទាំងនៅថ្មីទៀតខ្ញុំគ្រាន់តែចង់បានរបស់ថ្មីប៉ុណ្ណោះចុះកូនគិតថារបស់ណាខ្លះដែលជាតម្រូវការចាំបាច់របស់កូននៅបវេសនការថ្មីនេះរបស់ដែលជាតម្រូវការរបស់ខ្ញុំមានដូចជាសៀវភៅសរសេរប៊ិចបន្ទាត់ប្រអប់ដាក់ប៊ិចនិងឯកសណ្ឋានសាលាទាំងនេះគឺជារបស់ដែលកូនត្រូវការម៉ាក់ចុះប្រអប់ដាក់ខ្មៅដៃរបស់កូនវិញវាជាតម្រូវការឬក៏ជាការចង់បាននៅម៉ាក់វាជាតម្រូវការឲ្យកូនព្រោះកូនមិនទាន់មានប្រអប់ដាក់ខ្មៅដៃនៅឡើយទេបាទម៉ាក់នៅថ្ងៃនេះខ្ញុំនឹងទិញតែរបស់ដែលចាំបាច់សម្រាប់ការសិក្សាប៉ុណ្ណោះនិងមិនទិញរបស់ដែលគ្រាន់តែចង់បានទេល្អណាស់កូនប្រសិនបើកូនកាត់បន្ថយការចំណាយទៅលើរបស់ដែលចង់បានប៉ានឹងបើកគណនីសន្សំតាមផែនការរបស់ធនាគារអ៊ូរីមួយសម្រាប់ប្រាក់សន្សំដែលកូនមិនបានចំណាយទៅលើរបស់ដែលកូនចង់បានព្រោះគណនីសន្សំតាមផែនការរបស់ធនាគារអ៊ូរីអាចទទួលបានអត្រាការប្រាក់ខ្ពស់ហើយយើងអាចដាក់សន្សំប្រចាំខែត្រឹមតែ$40,000ឬ$10ក៏បានដែរកូនគណនីសន្សំនេះប៉ានឹងសន្សំសម្រាប់ផែនការឬគោលដៅរបស់កូននៅពេលអនាគតបាទប៉ាខ្ញុំចង់សន្សំដើម្បីទិញ laptop មួយនៅឆ្នាំក្រោយកូនក៏ចង់ចូលរួមដែរប៉ាកូនចង់សន្សំជាមួយប៉ាដែរជារឿងល្អណាស់ដែលកូនចេះគិតមុនបែបនេះប៉ាជឿថានៅពេលអនាគតកូននឹងមានវិន័យក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនជាមិនខានការយល់ដឹងអំពីតម្រូវការនិងការចង់បានគឺជាជំហានដំបូងសម្រាប់កុមារក្នុងការរៀនគ្រប់គ្រងទៅលើការចំណាយរបស់ពួកគេហើយការបង្រៀននិងការណែនាំកូនចាប់ពីវ័យក្មេងនឹងជួយឲ្យពួកគេសម្រេចចិត្តបានយ៉ាងឆ្លាតវៃទៅលើការចំណាយរបស់ពួកគេនៅពេលអនាគតការសន្សំបន្តិចបន្តួចរបស់អ្នកនៅថ្ងៃនេះអាចធ្វើឲ្យផែនការឬគោលដៅរបស់អ្នកក្លាយជាការពិតជាមួយគណនីសន្សំតាមផែនការរបស់ធនាគារអ៊ូរីនឹងជួយឲ្យការសន្សំរបស់អ្នកនិងកូនក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពេលអនាគត